បអាហារតាមក្បួនជប៉ុនជួយអ្នកមិនឡើងគីឡូសម្រស់ក្មេងជាងវ័យថែមទៀតផងការហូបអាហារឲ្យបានត្រឹមត្រូវគឺមានគោលការណ៍ហូប 80% ដែលវាធ្វើឲ្យលោកអ្នកមានអារម្មណ៍ថាអ្នកហូបឆ្អែតមិនមែនហូបតាមអារម្មណ៍ឃ្លាននោះទេមានមនុស្សជាច្រើនទោះបីខ្លួនហូបអាហារមានអារម្មណ៍ថាឆ្អែតហើយក៏នៅតែបន្តហូបអាហារនោះបន្តទៀតការហូបបែបនេះធ្វើឲ្យខូចសុខភាពនិងកោសិកាឆាប់ចាស់ទៅវិញទេនេះវាយោងតាមលោក Hector Garcia ដែលជាអ្នកស្រាវជ្រាវពីប្រជាជនជប៉ុននៅលើកោះអូគីណាវ៉ាមានចម្ងល់ថាហេតុអ្វីពួកគេមានអាយុវែងហើយម្នាក់គ្មានរាងធាត់ហើយអាចរក្សាវ័យនៅក្មេងបានល្អយោងតាមលោក Hector Garcia ដដែលបន្ទាប់ពីការសិក្សាអស់រយៈពេល1ឆ្នាំកន្លងមកលោកបានបញ្ជាក់ថាការហូបអាហារមានកម្រិតកាឡូរីជាមធ្យមសម្រាប់រាងកាយឲ្យបានគ្រប់គ្រាន់ជួយប្រឆាំងជំងឺធាត់ជំងឺទឹកនោមផ្អែមនិងជំងឺលើសឈាមជាដើមបើអ្នកសួរថាចុះបើខ្ញុំហូបច្រើនវិញចម្លើយគឺវាមិនសូវល្អសម្រាប់សុខភាពនោះទេវាធ្វើឲ្យរាងកាយប្រើប្រាស់ថាមពលខ្លាំងនិងសល់ជាតិខ្លាញ់ដែលប្រើប្រាស់មិនអស់ហើយបើជាតិប្រូតេអ៊ីនលើសនៅក្នុងឈាមវានឹងធ្វើឲ្យរាងកាយរបស់លោកអ្នកឆាប់ចាស់បានយ៉ាងលឿនលោកបានបន្តទៀតថាជនជាតិជប៉ុនភាគច្រើនណាស់ហូបអាហារត្រឹមតែ 80% ប៉ុណ្ណោះដើម្បីរក្សារាងកាយរឹងមាំនិងអារម្មណ៍ល្អការហូបអាហារត្រឹមតែ 80% ជួយលាងសម្អាតប្រព័ន្ធរំលាយអាហារនិងធ្វើឲ្យរាងកាយរឹងមាំហើយក្មេងជាងវ័យផងដែរតែរបបអាហារទាំងអស់នោះត្រូវការជាតិប្រូតេអ៊ីនវីតាមីនដើម្បីផ្ដល់ថាមពលដល់រាងកាយរបស់លោកអ្នកផងដែរអាហារដែលសម្បូរទៅដោយជាតិប្រូតេអ៊ីនមានដូចជាសារាយសមុទ្រសណ្តែកបណ្ដុះដំឡូងជ្វាម្រេចតៅហ៊ូសាច់គោសាច់ត្រីនិងផ្លែឈើជាដើមមានដូចជាផ្លែប៉ោមឬទឹកអំពៅនៅក្នុងប្រភេទអាហារទាំងអស់នេះវាមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្មនិងជួយចិញ្ចឹមរាងកាយឲ្យរឹងមាំដើម្បីរស់នៅឲ្យមានអាយុវែងផងដែរ